we listen and we don't judge ពាក្យនេះស្ដាប់ទៅត្បូងទៅយើងគិតថាវាគ្រាន់តែជាពាក្យធម្មតាប៉ុន្តែតាមពិតទៅពាក្យនេះគឺវាមានន័យសំខាន់សម្រាប់មនុស្សមួយចំនួនជាដំបូងខ្ញុំចង់សួរទៅកាន់អ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាធ្លាប់ជួបបញ្ហាអីមួយឬក៏មានបញ្ហាអីឥឡូវហ្នឹងដែលពិបាកដោះស្រាយឬក៏មិនអាចដោះស្រាយបានហើយអត់ហ៊ានប្រាប់ទៅកាន់មនុស្សជុំវិញខ្លួនដើម្បីរកជំនួយទៀតខ្ញុំជឿជាក់ថាមនុស្សមួយចំនួនធំប្រកាសជាជួបបញ្ហាហ្នឹងដូច្នេះហើយបានជាយើងខំប្រឹងរកដំណោះស្រាយដើម្បីផ្ដល់ឱកាសឲ្យពួកគេអាចបង្ហាញពីអារម្មណ៍របស់ពួកគេបានអញ្ចឹងយើងឃើញថាមនុស្សមួយចំនួនធំគឺគាត់ជួបបញ្ហាធំ3គឺទី1 internalized stigma ដែលពួកគាត់ខ្លាចក្នុងការបង្ហាញពីអារម្មណ៍ឬក៏បញ្ហារបស់ពួកគាត់ខ្លាចថានៅពេលដែលគាត់បង្ហាញពីអារម្មណ៍របស់គាត់ទៅគឺមនុស្សជុំវិញខ្លួនគាត់ថាពួកគាត់ជាមនុស្សទន់ខ្សោយទី2គឺ accessibility to help គឺមនុស្សមួយចំនួនគឺគាត់ធ្វើការជំនួយប៉ុន្តែគាត់អត់ដឹងថារកជំនួយនឹងនៅណាពេលខ្លះគឺគាត់ជួបឧបសគ្គខាងធ្វើការបង់លុយហើយអត់ដឹងថារកអ្នកជំនាញនៅណាហើយពួកគាត់ខ្វះចំណេះដឹងខាងបញ្ហាផ្លូវចិត្តទី3គឺ fear of rejection គឺគាត់ខ្លាចថានៅពេលដែលគាត់បង្ហាញពីបញ្ហារបស់គាត់ទៅមនុស្សជុំវិញខ្លួនរើសអើងលែងរាប់អានគាត់គិតថាគាត់ overreact គាត់តែរឿងប៉ុណ្្នឹងសោះហើយនេះគឺជារូបភាពដែលយើងបានទៅសម្ភាសសិស្សសាកលវិទ្យាល័យដែល data ដែលយើងទទួលបានពីពួកគេគឺបានឲ្យយើងឃើញថាគឺពួកគេមានបញ្ហាខាងផ្លូវចិត្តពេលខ្លះពួកគេពិបាកចិត្តប៉ុន្តែយើងឃើញថា solution របស់ពួកគេគឺពួកគាត់នឹងអត់បានទៅរកជំនួយពីអ្នកជុំវិញខ្លួនទេគឺគាត់ដោះស្រាយដោយខ្លួនឯងទុកនៅខ្លួនឯងដោយការគេងការស្ដាប់បទចម្រៀងឬក៏ការលេងហ្គេមអីជាដើមហើយនេះគឺជា data ដែលយើងទទួលបានពីអ៊ីនធឺណិតមាន212ករណីនៅក្នុងឆ្នាំ2024ដែលមានមនុស្សធ្វើអត្តឃាតដែលក្នុងនោះ168ករណីជាមនុស្សប្រុសដែលត្រូវជា 79% មនុស្សស្រី44ករណីដែលត្រូវជា 21% ដែលក្នុងនោះ39ករណីគឺស្ថិតនៅភ្នំពេញហើយពួកយើងបាន propose solution មួយដើម្បីដោះស្រាយបញ្ហាហ្នឹងឈ្មោះថា Silent Eco អញ្ចឹងអីគេទៅគឺជា Silent Eco គឺជា platform មួយដែលពួកយើងបានបង្កើតដែលវាគឺជា self confession space ដែលអាចឲ្យមនុស្សទាំងអស់អាចផុសពីបញ្ហាឬក៏អារម្មណ៍របស់ពួកគេបានហើយក៏មានជាការពិភាក្សាជាមួយនឹងអ្នកជំនាញខាងបញ្ហាផ្លូវចិត្តដោយបង្កើតជា supportive community ចឹង target customer យើងគឺគ្រប់ gender ទាំងអស់អាយុចាប់ពី15ឆ្នាំទៅ25ឆ្នាំជាមនុស្សដែលគាត់ត្រូវការជំនួយខាងបញ្ហាផ្លូវចិត្តហើយនឹងអ្នកដែលគាត់ចង់ជួយឬក៏ផ្ដល់ជា advice ឬក៏ experience ទៅកាន់អ្នកមានបញ្ហាទាំងអស់ហ្នឹងហើយនេះគឺជា prototype របស់យើងដែលយើងអាច log in ឬក៏ sign up ដើម្បីបង្កើត account បន្ទាប់មកយើងអាចដាក់ nickname របស់យើងដោយមិនចាំបាច់ដាក់ឈ្មោះពិតរបស់យើងហើយយើងអាច choose community ជា student ឬក៏ worker បន្ទាប់មកយើងអាច post status ពីបញ្ហាឬក៏អារម្មណ៍របស់យើងបានចឹងនៅក្នុងការ post status បង្ហាញពីអារម្មណ៍របស់យើងហ្នឹងគឺយើងអាចរើសថាយើងចង់ជួបជាមួយអ្នកជំនាញឬក៏យើង post ធម្មតាទេបើសិនជាយើងចង់បាន advice ពីមនុស្សជុំវិញខ្លួនធម្មតាចង់បាន experience ធម្មតាគឺយើងអាចយក note នៅបានហើយ post ចំណែកឯអ្នកដែលចង់ពិភាក្សាផ្ទាល់ជាមួយនឹងអ្នកជំនាញខាងបញ្ហាផ្លូវចិត្តគាត់អាចរើសយក view our therapist បាន value proposition របស់ platform យើងគឺវា self anonymous ដោយមិនចាំបាច់បង្ហាញពីអត្តសញ្ញាណពិតរបស់យើងក៏យើងអាចផុសពីអារម្មណ៍របស់យើងបានដែរហើយវា affordable price សម្រាប់អ្នកដែលចង់ពិភាក្សាជាមួយនឹងអ្នកជំនាញខាងបញ្ហាផ្លូវចិត្តផ្ទាល់ហើយវាជា supportive community ដោយមានអ្នកផុសពីបញ្ហារបស់ពួកគេហើយមានអ្នកចាំជួយផ្ដល់ជា advice ឬក៏ experience ទៅកាន់ពួកគេដូចគ្នាចំណែកឯ market validation យើងឃើញថាមាន 58% ដែលជាសានុវិទ្យាល័យដែលគាត់មានបញ្ហាផ្លូវចិត្តdata ទាំងអស់ហ្នឹងគឺយើងទទួលបានពីអ៊ីនធឺណិតពី website UNICEF Cambodia ដែលបង្ហាញឲ្យឃើញថាពួកគេគឺមានបញ្ហាដែលយើងត្រូវដោះស្រាយហើយពួកគេត្រូវការជំនួយបើយើងមកមើល competitor analysis របស់យើងមានខាង Mind Switch Bamboo Center និង Silent Eco ដែលជា platform របស់យើងដែលទាំងអស់នេះគឺជា local platform នៅក្នុងប្រទេសកម្ពុជារបស់យើងឃើញថា Mind Switch គឺគាត់ជា online platform ដែលយើងអាចប្រើ service របស់គាត់តាម online បានហើយវាមានជា community sharing ប៉ុន្តែពួកគាត់អត់មានការពិភាក្សាជាមួយនឹងអ្នកជំនាញខាងផ្លូវចិត្តទេចំណែកឯ Bamboo Center វិញគឺគាត់ក៏ជា online platform ដូចគ្នាហើយអាចពិភាក្សាជាមួយនឹងអ្នកជំនាញបានប៉ុន្តែពួកគាត់អត់មានជា community sharing ទេអញ្ចឹង Silent Eco គឺវាមាន feature ច្រើនដែលធ្វើឲ្យវា stand out ជាងគេហើយផ្ដល់ភាពងាយស្រួលទៅកាន់អ្នកដែលមានបញ្ហានៅក្នុងប្រទេសកម្ពុជាចំណែកឯ revenue stream របស់យើងវិញគឺយើងមាន advertisement នៅក្នុង platform របស់យើងហើយនឹងការ sponsor ពី company អីផ្សេងៗសម្រាប់ user ដែលគាត់ចង់ឲ្យបាត់ advertisement ads free គឺគាត់អាច pay លុយ $0.99 ក្នុងមួយខែដើម្បីឲ្យបាត់ advertisement ហើយនឹង
យើងក៏ទទួលបាន commission ពីខាងអ្នកជំនាញនៅពេលដែល user គាត់ pay ដើម្បីពិភាក្សាជាមួយអ្នកជំនាញចំណែកឯ partnership របស់យើងវិញគឺយើងមានខាង mental health professional អ្នកជំនាញខាងបញ្ហាផ្លូវចិត្តទី2គឺ education center and HR department គឺពួកគេអាចជួយផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សឬក៏អ្នកធ្វើការដែលគាត់មានបញ្ហាធ្វើការជំនួយទី3គឺ social media influencer ដែលគាត់អាចជួយផ្សព្វផ្សាយទៅកាន់អ្នកដែលត្រូវការជំនួយទី4គឺ ABA Bank សម្រាប់ការ pay លុយនៅក្នុង platform របស់យើងហើយនេះគឺជា team member ទាំង5នាក់នៅក្នុងក្រុមរបស់យើងជាចុងក្រោយសូមអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាក្នុងការ